សូមជូនរឿងខ្លាចាញ់ប្រញាគីគក់និងអណ្ដើកមានខ្លាមួយដើរស្វែងរកចំណីតាមទម្លាប់របស់វាលុះដើរទៅប្រទះនឹងសត្វគីគក់មួយលោតផ្លោតក៏ស្រែកសួរថាយីបងមៀងកាយេខ្លះហៅថាមៀងកាយាឯងដើរទៅរកអីហ្នឹងគីគក់តបថាបងឯងដើររកអ្វីដែរខ្លះថាយើងដើររកស៊ីគីគក់តបថាយើងក៏ដើររកស៊ីដូចបងឯងដែរខ្លាថាចុះដើររកស៊ីអ្វីនឹងបានគីង្គក់ក៏អួតអាត្មាប្រញ្ញាឲ្យខ្លាខ្លាចថាយើងធ្វើបើយើងលោតផ្លោតតិចដូចនេះបើចង់លោតយ៉ាងណាក៏បានចង់ចាប់សត្វតូចធំក្តីប៉ុណ្ណាក៏បានទាំងអស់មិនចាញ់បងឯងឡើយខ្លាថាបើបងឯងពូកែដូចសម្ដីនោះមែនយើងលោតប្រណាំងគ្នាមើលពីត្រើយម្ខាងទៅត្រើយម្ខាងបើបងឯងលោតផ្លោះដល់យើងជឿថាពូកែមែនគីង្គក់ថាសត្វមានប្រាជ្ញាគិតហើយឆ្លើយថាសត្វខ្លានេះតែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយបើដូច្នេះអញចាំខំកន្ទុយវាកាលណាមុននឹងវាលោតទៅខ្លាចអីបងខ្លាឯងយើងនឹងលោតពីត្រឹមណាទៅត្រឹមណាក៏បានដែរហើយយើងហ៊ានឲ្យបងឯងទៅឈរនៅពីមុខយើងទៀតកាលណាយើងស្រែកថាហកបងឯងត្រូវលោតទៅចុះខ្លាជាសត្វឆោតមិនដឹងអំពីគំនិតគីង្គក់វានឹងខំកន្ទុយខ្លួននោះសោះឯខ្លួនក៏មិនបានគិតឃើញអំពីរបៀបដែលខ្លួននឹងលោតនោះទៅដែរធ្វើកាយវិការយ៉ាងម៉េចខ្លះមិនបានគិតឃើញក៏ព្រមសន្យាឈរនៅពីមុខគីង្គក់ឯគីង្គក់កាលខ្លាមកឈរនៅពីមុខឃើញពេលវេលាល្អក៏ប្រាប់ថាបងប្រុងស្ដាប់ខ្លាក៏ប្រុងទៅជាស្ដាប់ហើយកន្ទុយនោះចោលទៅត្រង់នៅពីមុខគីង្គក់ស្រែកថាហកហើយក៏ខំកន្ទុយជាប់ឯខ្លាលោតផ្លោះទៅភ្លាមដល់ត្រើយម្ខាងមួយរំពេចអំណាចកន្ទុយខ្លាវាបានវត្តទៅមុខដោយទាំងគីង្គក់ទៅផងដោយដុំដីដែលគេចោលទៅនឹងឈើដង្ហក់ធ្លាក់ហួសទៅមុខខ្លាស្ទើរតែនឹងស្លាប់ខ្លាក៏មិនបានដឹងក៏បានប្រានទៅខាងក្រោយវិញស្រែកថាបងមៀងកាយេអើយលោតមកគីង្គក់ឆ្លើយថាគូកនៅនេះហើយខ្លាឮគីង្គក់ឆ្លើយនៅពីមុខដូច្នេះបងមៀងកាយេឯងពូកែមែនហើយប៉ុន្តែខាងចាប់សត្វនោះយើងមិនទាន់បានឃើញរិទ្ធបងឯងនៅឡើយទេបើដូច្នេះយើងនឹងចាប់សត្វលបងគ្នាទៀតគីង្គក់ក៏យល់ព្រមតបវិញថាបងឯងទៅចាប់សត្វចុះបានប៉ុន្មានមកជួបគ្នានៅកន្លែងនេះយើងនឹងរើសាច់សាកល្បងគ្នាអ្នកណាបានច្រើនជាងខ្លាក៏ព្រមចេញទៅចាប់សត្វផ្សេងបានជាច្រើនឯគីង្គក់ក្រោយខ្លាចេញទៅក៏ខំសង្វាត់លោតទៅមិនដឹងទៅចាប់សត្វឯណាបានព្រោះធ្លាប់តែចាប់ចន្លេននិងស្រមោចចង្អាលោតបន្តិចទៅឃើញមានជូងមួយដុំប៉ុនក្របសណ្ដែកគីង្គក់លេបជូងនោះចូលទៅក្នុងពោះលោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវគីង្គក់លេបទៅទៀតលោតបន្តិចទៅទៀតក៏ឃើញក្របអង្ក្រេងអង្ក្រមក៏លេបទៅទៀតបានពី3មុខល្មមតែពេញពោះក៏ត្រឡប់មកកន្លែងដើមដែលជាទីដដែលវិញឯខ្លាកាលបើស្វែងរកចាប់សត្វបានសពគ្រប់ហើយក៏វិលត្រឡប់មកកន្លែងដើមវិញតាមសន្យាលុះមកដល់ឃើញគីង្គក់អង្គុយចាំច្រប៉ុកខ្លាសួរថាបងមៀងកាយេមកដល់ហើយហ៎គីង្គក់តបថាយើងមកចាំបងឯងយូរណាស់ហើយបងខ្លាឯងបានប៉ុន្មានមុខបងឯងរើចេញមកយើងនឹងកត់ត្រាខ្លាក៏តាំងរើសាច់សត្វនានាជាច្រើនមុខប្រាប់គីង្គក់រើអស់ហើយក៏ប្រាប់ថាអស់ហើយប៉ុណ្ណឹងគីង្គក់ក៏រើចំណែកខ្លួនវិញឲ្យខ្លាមើលទី1រើបញ្ចេញខ្ជូងមកមុនខ្លាសួរថាសត្វអ្វីនឹងបងគីង្គក់ឆ្លើយថានឹងគេហៅថាគៀសរមុយខ្លាស្ដាប់មិនបានក៏ងងថាកុំនិយាយពាក្យបាលីបាគូអីបងសុំឲ្យបងប្រាប់សម្រាយមកចុះគីង្គក់ប្រាប់ថានេះជាកុយរមាសខ្លាក៏កោតថាយើងខំទៅដល់កុយរមាសផងទី2រើឆ្អឹងត្រីស្លាទៀតសត្វអ្វីសស្គូសដូច្នេះបងគីង្គក់ប្រាប់ថាផ្លដំរីសុក
ខ្លាថាអាណិតកុំនិយាយពាក្យបាលីបាគូអីគិង្គក់ថាអានឹងគេហៅថាភ្លុកដំរីសខ្លារត់តែកោតថាអាយ៉ាលេងដល់ភ្លុកដំរីទៀតផងចុះអស់ប៉ុណ្ណឹងហើយឬនៅបងគិង្គក់យើអស់ប៉ុណ្ណឹងអ្នកម៉ែនៅច្រើនមុខណាស់ណាបងចាំតែរាប់ចុះទី3រើទម្លាក់ក្របអង្ក្រេងអង្ក្រមចេញមកខ្លាសួរថាសត្វអ្វីក្រហមផងខ្មៅផងដូច្នេះគិង្គក់ថាផ្នាអាក្លែកខ្លាសួរថាសុំនិយាយជាសម្រាយទៅមើលគិង្គក់តបថានឹងឆ្លើយថាភ្នែកអាខ្លាឯងខ្លាឮថាភ្នែករបស់ខ្លួនស្ទុះរត់ភ្លាមមិនហ៊ាននៅគិង្គក់ស្រែកថាឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិនខ្លារត់តែភ័យខ្លាំងឡើងថែមទៀតចេះតែរត់ទៅគិង្គក់ខំដេញតាមពីក្រោយលុះដល់ឆ្ងាយបន្តិចក៏ប្រទះនឹងអណ្ដើកសួរថាបងមៀងកាយឯងទៅណាគិង្គក់ថាបងជាបូរិលខ្ញុំដេញតាមខ្លារត់ទៅអំបញ្ញមិញបងមានប្រទះឃើញវាដែរទេអណ្ដើកថាឃើញវារត់ទៅហើយបើដូច្នេះខ្ញុំជួយទៅតាមគិង្គក់នឹងអណ្ដើកនាំគ្នាទៅតាមដើរបន្តិចទៅក៏ឃើញខ្លាសង្ងំពួននៅលើគុម្ពឫស្សីអណ្ដើកឃើញស្រែកប្រាប់ទៅគិង្គក់ថាវានៅទីនេះទេគិង្គក់បងឯងចាំទៅត្រង់នេះខ្ញុំនឹងឡើងទៅចាប់វាគិង្គក់ខំឡើងតាមវល្លិនឹងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សីស្រាប់តែរបូតដៃធ្លាក់មកលើដីឬសូរតែប្រោកអណ្ដើកថាអីបងគិង្គក់ថាខ្ញុំចុះមកបោចវល្លិទៅចងវារឹតតែម្ដងខ្លាឮដូច្នេះស្ទុះលោតពីលើចុះទៅឃើញដើមឈើធំមួយក៏ត្រេកអរក៏ខំឡើងទៅសង្ងំមិនឲ្យអ្នកទាំងពីរដឹងឯគិង្គក់នឹងអណ្ដើកខំតាមដានទៅបានដានត្រង់ដើមឈើធំនោះមើលទៅលើឃើញខ្លាពួនក្រាបនឹងមែកឈើប្រមាម៉ាមទើបស្រែកប្រាប់ថាកូនយើងវានៅទីនេះទេគិង្គក់ប្រាប់ថាបងជាបូរិលឯងចាំនៅគល់នេះចុះខ្ញុំនឹងឡើងទៅចាប់វាខាងលើគិង្គក់ខំប្រវេប្រវាឡើងទៅជិតប្រគៀបឈើស្រាប់តែសម្បកឈើបេះរបេះធ្លាក់ចុះមកដោយទាំងគិង្គក់ធ្លាក់មកដល់ដីផងអណ្ដើកសួរថាហេតុដូចម្ដេចបានជាបងឯងធ្លាក់គិង្គក់ថាយើងគិតរំលំដើមឈើនេះឲ្យដួលមកទើបចាប់វាអណ្ដើកបោលត្រគិចនឹងគល់ឈើនោះឬសូរតែពោករួចហើយគិង្គក់បញ្ចេញសំឡេងឬតែក្រែតក្រតហើយស្រែកបន្តទៀតថារលំទៅហើយខ្លាឮថារលំទទួលក៏លេចឃើញនៅខាងលើឃើញពពករស័តលឿនស្លេវស្មានថារលំមែនក៏ស្ទុះរត់ចុះទៅទៀតសត្វទាំងពីរចេះតែដេញតាមទៅឯខ្លារត់កាន់តែឆ្ងាយក៏បានជួបនឹងតាចាស់ម្នាក់ធ្វើជាជាងដែកខ្លាចូលទៅសុំសំពះតាហើយសួរតានោះថាសូមជួយយកអាសាខ្ញុំផងត្បិតគិង្គក់នឹងអណ្ដើកវាដេញចាប់ខ្ញុំនិងប្រហារជីវិតតាចាស់តបទៅនឹងខ្លាថានៅចុះសុំអញជួយឯងឲ្យរួចពីស្លាប់កុំឲ្យគិង្គក់នឹងអណ្ដើកធ្វើអ្វីបានយូរបន្តិចឃើញអណ្ដើកទៅដល់មុនខ្លាប្រាប់ថាអូនណូមកហើយលោកតាចាស់ថាមិនអីទេបើខ្លាចណាស់ត្រូវខំសពខ្លាំងទៅខ្លារត់តែសពខ្លាំងឡើងតាចាស់ចាប់អណ្ដើកនោះហើយថាជាហើយចាំធ្វើជាងដែករួចនឹងស្ងោបន្តិចឃើញគិង្គក់ទៅដល់ទៀតខ្លាថាអានឹងហើយវាប្រាថ្នាតែភ្នែកខ្ញុំទេតាប្រាប់ថាបើឯងខ្លាចត្រូវរកខ្សែចងស្នប់ភ្ជាប់នឹងចង្កេះឯងខ្លាធ្វើតាមឯតាចាស់នោះគាត់ស្លៀកពាក់ខោជើងធំគាត់ស្លៀកខោជើងខ្លីធំពេកគាត់កំពុងអង្គុយលើអណ្ដើកកំពុងតែកោសរស់កំបិតភ្លេចគិតប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់នៅកណ្ដាលវាលគិង្គក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថាបងកាបូរិនឯងមើលទៅខាងក្រោមអណ្ដើកក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងពីរក៏មានចិត្តអព្រួចហើយក៏អោតក្បាលចូលទៅក្នុងជើងខោខំក្រឹប
ដល់ចង្កូមដាច់ទាំងអស់តាចាស់ដួលបះជើងច្រងាងគីងគក់ក៏ស្រែកថាកូនយើងដួលមួយហើយខ្លាឃើញតាចាស់ដួលក៏ស្ទុះទៅទាំងស្នប់នោះទៅផងគីងគក់ដេញទៅតាមទៅដល់ជិតមាត់ស្ទឹងមួយមានទឹកជ្រៅគីងគក់ស្រែកប្រាប់អណ្ដឹងថាបងប្រយ័ត្នខ្ញុំស្ទាក់កុំឲ្យវាលោតក្រែងបាត់ដានខ្លាក៏លឺក៏លោតចូលទៅក្នុងទឹកចូលទៅក្នុងស្នប់ហូរខ្លាំងនាំទាំងខ្លាស្លាប់បាត់ទៅផ្ចាញ់កម្លាំងកាយដោយកម្លាំងប្រាជ្ញាផ្ចាញ់មនុស្សឃ្លាវខ្លាដោយការអង់អាច